ក្រោយពីអាវិកវានិយាយពីរឿងពហិការថាអ្នកដែលធ្វើពហិការអសិលធម៌នោះក្រោយមកវាចេញមុខមកបកស្រាយប៉ុន្តែការបកស្រាយរបស់វាបងប្អូនស្ដាប់នៅតែដដែលបងប្អូនស្វាងតែមូលនរិទ្ធនិយាយពីការខ្វះសិលធម៌នេះគឺសំដៅទៅលើថ្នាក់ដឹកនាំប្រជាពលរដ្ឋក៏ខ្វះសិលធម៌ដែរបើគាត់ធ្វើនឹងព្រោះថៃគេអត់ពាក់ឯកាផលិតផលយើងអាហ្នឹងសិលធម៌យើងវាទាបជាងគេប៉ុន្តែមិនមែនបានន័យថាយើងទៅនេះចុះមិនអត់ចង់ធ្វើអញ្ចឹងបានន័យឯងនិយាយអញ្ចឹងណែក្បត់ជាតិមិនមែនទេប្រាប់គេហើយជឿថាធ្វើពាក់ឯកាផលិតផលគេហ្នឹងគេដាច់ខ្សោងាប់គេអត់ដាច់ខ្សោវាទៅជាប្រជាជននិងរដ្ឋាភិបាលឬក៏ថ្នាក់ដឹកនាំឲ្យធ្វើពហិការទៅជារឿងសិលធម៌ទាបជាងគេបកស្រាយមកវិញណាប្រជាជនក៏អសិលធម៌ដែរអញ្ចឹងមានន័យថាប្រជាជនខ្មែរក៏អសិលធម៌ជាងប្រជាជនសៀមហើយប្រជាជនសៀមល្អគ្រប់យ៉ាងអញ្ចឹងសៀមល្អគ្រប់យ៉ាងថ្នាក់ដឹកនាំសៀមលើកទ័ពមកវាយឈ្លានពានទឹកដីកម្ពុជាមានសិលធម៌ខ្ពស់ជាងអ្នកថ្នាក់ដឹកនាំកម្ពុជាហើយប្រជាពលរដ្ឋកម្ពុជាធ្វើពហិការហើយមិនចង់ឲ្យមានសង្គ្រាមកើតឡើងមិនចង់ឲ្យមានការឈ្លានពានទឹកដីកើតឡើងលើទឹកដីកម្ពុជាទៅជាសិលធម៌ទាបជាងសៀមអញ្ចឹងសម្ដីទាំងនេះតើសម្ដីក្បត់ជាតិឬក៏សម្ដីអ្នកស្នេហាជាតិអ្នកស្រឡាញ់ជាតិហាក់អាកំពូចវិញហាក់អាវិញអាកូនបិចៅអាយ៉ាកូនបិចៅបច្ចុយគេមានសិលធម៌ខ្លាំងណាស់សិលធម៌គេខ្ពស់ខ្លាំងណាស់លើកទ័ពមកឈ្លានពានយកទឹកដីកម្ពុជាមានប្រាសាទព្រះវិហារមានអីជាដើមហើយវ័យទន្ទ្រានខ្ទេចខ្ទីអស់សាលារៀនមន្ទីរពេទ្យវត្តអារាមសូម្បីតែប្រភូមិដែលបងប្អូនប្រជាពលរដ្ឋដាក់សម្រាប់គោរពបូជាសែនប្រភូមិនោះក៏ពួកវាបំផ្លាញអស់នេះឬដែលជាសិលធម៌របស់សៀមដែលគេមានសិលធម៌ខ្ពស់កូនបិចៅបច្ចុយកូនបិចៅអាយ៉ាហើយមានឃើញរូបភាពសូម្បីតែម៉ូតូក៏វាយកគ្រឿងសង្ហារឹមបងប្អូនប្រជាពលរដ្ឋយើងក៏វាយកនឹងឬដែលជាវាមានអ្នកមានសិលធម៌ខ្ពស់មានសិលធម៌ខ្ពស់ជាងកម្ពុជាហើយដែលឃើញប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជាឲ្យប្រជាពលរដ្ឋយើងទៅឆក់ផ្លន់ណាទៅវ័យបំផ្លាញណាអត់នេះឬដែលអ្នកថ្នាក់ដឹកនាំមានសិលធម៌ទៀតជាងគេហាកូនបិចៅបច្ចុយកូនបិចៅអាយ៉ាអញតែចាប់ដើមនិយាយអញជេរយ៉ាងកដួយម៉ែវាចាំដឹងឬតែនេះហើយការធ្វើពហិការបើទោះបីជាគេមិនដួលរលំក៏ត្រូវតែធ្វើពហិការដែរទីមួយករណីសំខាន់បំផុតកាលណាបងប្អូនប្រជាពលរដ្ឋស្អប់ខ្ពើមនៅសាសដេរិឆានមួយនេះហើយលេងប្រើរបស់របរប្រទេសដេរិឆានមួយនេះលេងលក់ដូររបស់ដេរិឆានមួយនេះវិលមកលក់ទំនិញក្នុងស្រុកធ្វើឲ្យសេដ្ឋកិច្ចជាតិនេះវារីកចម្រើនហើយយល់អត់កូនបិចៅបច្ចុយកូនបិចៅអាយ៉ាកូនវិសេចំពំព្រីងក្រាក់ចង់អាយ៉ាខ្វងនេះហេតុអីក៏ឯងនិយាយភាសាអសិលធម៌ខ្លាំងសៀមនឹងមានសិលធម៌ខ្លាំងលើកទ័ពមកកំទេចកំទីភូមិកបធននេះរបស់ប្រជាពលរដ្ឋនៅតាមព្រំដែនហ្នឹងមានសិលធម៌ F16 មកទម្លាក់ខ្ទេចស្ពានហ្នឹងមានសិលធម៌ខ្លាំងណាកូនបិចៅបច្ចុយរីឯប្រជាពលរដ្ឋខ្មែរអត់មានចង់មានសង្គ្រាមអត់មានចង់អីផងហ្នឹងទៅជាពលរដ្ឋខ្មែរអសិលធម៌ទៀតជាងសៀមអាចៅបច្ចុយនេះក៏ដូចម៉ែវានេះកូនបិចៅអាយ៉ានេះហើយមួយទៀតឮសូរវានិយាយថាការធ្វើពហិការចោះប្រជាពលរដ្ឋខ្មែរដូចគ្នានោះដែលលក់សម្ភារៈរបស់សៀមហើយយើងមិនទិញមិនធ្វើបាបពួកគាត់ឯងយល់ពាក្យហ្នឹងអត់អាចអាវាណាកូនបិចៅអាយ៉ាឯងយល់ពាក្យថាពហិការអត់ពហិការឲ្យប្រជាពលរដ្ឋខ្មែរពហិការគឺចង់សូម្បីតែអាជីវករដែលអ្នកលក់ហ្នឹងក៏មិនត្រូវលក់ទំនិញរបស់សៀមហ្នឹងដែរទំនិញរបស់ចៅហ្នឹងដែរអញ្ចឹងបើអ្នកឯងចង់ឲ្យលក់ដាច់អ្នកឯងឈប់លក់ទំនិញរបស់សៀមអ្នកឯងវិលមកលក់ទំនិញក្នុងស្រុកឬទំនិញប្រទេសណាដែលយើងមិនពហិការនោះប្រជាពលរដ្ឋទិញដដែលហើយបើសិនណាជាអ្នកឯងនៅតែលក់គេមិនទិញក៏បន្ទោសគេហើយអ្នកឯងអ្នកក៏ជាខ្មែរដូចគ្នាបើអ្នកឯងជាអ្នកលក់អ្នកឯងក៏ខ្មែរដូចគ្នាអ្នកឯងគួរណាស់តែពហិការឈប់លក់ទំនិញរបស់សៀមហ្នឹងនោះឯងទៅឲ្យគេដែលគេហៅថាពហិការនេះមិនមែនពហិការតែអ្នកទិញទេអាវាអាកូនបិចៅអាយ៉ាពហិការទាំងអ្នកលក់ដូចគ្នាអ្នកលក់ក៏ត្រូវតែពហិការឈប់លក់ទំនិញចោលហ្នឹងដូចគ្នាហ៎មិនក៏ឯងមិនយល់ឯងយល់ពាក្យពហិការអត់រៀនដល់បណ្ឌិតឯងយល់ពាក្យពហិការអត់ឯងយល់ពាក្យប្រជាពលរដ្ឋខ្មែរធ្វើពហិការអត់ប្រជាពលរដ្ឋមិនសំដៅទៅលើតែអ្នកទិញឬនេះទេវាសំដៅទៅលើដល់អាជីវករនឹងដូចគ្នាហេតុអីក៏កូនបិចៅក៏ចុយឯងនិយាយភាសាអស់ហ្នឹងហ៎ពហិការអ្នកធ្វើពហិការអ្នកដឹកនាំអសិលធម៌ប្រជាជនក៏អសិលធម៌អាកូនបិចៅក៏ចុយកូនវិសេជាប់ពំព្រីងយ៉ាខ្វកនេះហើយរឿងមួយទៀតវានិយាយថាអ្នកដែលចេញមុខទៅប្រតិកម្មជេរវាឬក៏ជាឃោសនិកគណៈបកប្រជាជនសុទ្ធតែត្រូវគេទិញក្បាលឬក៏បញ្ជាឲ្យទិញក្បាលបញ្ជាឲ្យទៅជេរវាទៅថាវាអីសពបែបយ៉ាងសុទ្ធតែជាអ្នកទិញក្បាលហើយពួកនោះសុទ្ធតែជាអ្នកលក់ក្បាលឲ្យហើយមិនដូចវាធ្វើចេញពីបេះដូងនេះជាសម្ដីរបស់អាវិអាកូនបិចៅអាយ៉ាសម្ដីអស់ទាំងនេះសំរាំងស៊ីប្រើមករាប់ឆ្នាំហើយដែលចាញ់ដោយសារតែបញ្ហាយល់ឃើញរបៀបហ្នឹងសុទ្ធតែអ្នកគ្រប់គ្រងគណៈបកប្រជាជនសុទ្ធតែជាអ្នកទិញសុទ្ធតែជាអ្នកលក់ក្បាលត្រូវគេទិញក្បាលនឹងដូចឯងចឹងឯងណាដោយសារតែឯងមានគំនិតបែបនេះដោយសារតែឯងជាអ្នកធ្លាប់លក់ឯងលក់ក្បាលឲ្យសៀមលក់អីហើយឯងមានគំនិតគិតរបៀបនេះគិតចឹងគិតថាគេលក់ក្បាលដូចឯងចឹងឯងធ្លាប់លក់ក្បាលឯងធ្លាប់លក់ក្បាលលក់អីឲ្យសៀមដល់ហើយឯងមានគំនិតគិតថាអ្នកដែលនិយាយអ្នកដែលជេរអ្នកដែលថាឲ្យឯងសុទ្ធតែជាអ្នកដែលលក់ក្បាលអ្នកគ្រប់គ្រងគណៈបកប្រជាជនសុទ្ធតែជាអ្នកលក់ក្បាលអញណាគ្រប់គ្រងចេះលេងប្រឡូកក្នុងវិស័យនយោបាយនេះតាំងពីឆ្នាំ2013មករហូតមកទល់សពថ្ងៃនេះអញធ្លាប់ជេរគេអញធ្លាប់
បញ្ចេញនៅទស្សនៈគ្រប់គ្រងគណៈបព្វជិជនរហូតមកដល់សពស្នារហូតដល់សពថ្ងៃនេះកុំថាឡើយដល់គេទិញសូម្បីតែសមាជិកគណៈបព្វជិជនម្នាក់ក៏គ្មានអ្នកណាស្គាល់អញថាជាអ្នកណាផងគេគ្មានស្គាល់អញទេប៉ុន្តែអ្វីដែលអញធ្វើចេញពីឆន្ទៈឧត្តមគតិនៃក្តីស្រឡាញ់របស់អញអាវិជអាកូនវិចោអាយ៉ាហើយក៏មានអ្នកគ្រប់គ្រងក៏មានខុសនិកគណៈបព្វជិជនជាច្រើនទៀតដែលគេធ្វើចេញពីឆន្ទៈរបស់គេដោយគ្មានការទិញលក់រីឯក្បាលឯងមានលក់ក្បាលឲ្យគេឯងគិតថាអ្នកដតីហ្នឹងលក់ក្បាលឲ្យគេដូចឯងដែរអាកូនវិចោកចុយកូននេះគេដូចអាយ៉ាកូននេះគេដូចប្រហោងប្រពន្ធលូអាវិជអាកូនវិចោកចុយឯងកុំគិតថាក្បាលឯងឯងលក់ក្បាលឯងលក់ឲ្យគេឯងកុំគិតថាអ្នកដតីលក់ដូចឯងឯងមានតែសត្វឆ្កែទេឆ្កែវាស៊ីអាចនៅពេលដែលសត្វដតីដើរទៅវាក្រហឹមវាគម្រាមដោយសារតែមានទស្សនៈគិតថាសត្វដតីស៊ីអាចដូចវាអញ្ចឹងហើយក្បាលឯងហ្នឹងមិនខុសពីឆ្កែទេឯងហ្នឹងលក់ក្បាលឲ្យគេលក់ក្បាលឲ្យសៀមទទួលផលប្រយោជន៍ពីសៀមនិយាយបំបាក់ទឹកចិត្តបំបាក់ស្មារតីប្រជាពលរដ្ឋដោយសារតែឯងបានផលប្រយោជន៍ពីសៀមហ្នឹងឯងអាកម្ពុជាចោលអាឆ្កែបំរើសៀមអាឆ្កែថោកទាបអាកូននេះចោលក៏ចុយកូននេះក៏ដូចអាយ៉ាអាវាដោយសារតែឯងមានកំណត់បែបហ្នឹងហើយទើបក្បាលឯងហ្នឹងមានកំណត់ថាអ្នកឲ្យតែអ្នកចេញតែគ្រប់គ្រងគណៈបព្វជិជនសត្វតែជាត្រូវគេទិញក្បាលគេក៏មានទស្សនៈដូចគ្នាគេក៏មានទស្សនៈនៃក្តីស្រឡាញ់គេមានការស្រឡាញ់មានការស្អប់ដូចគ្នាអញ្ចឹងហើយគេក៏ធ្វើចេញពីចិត្តពីបេះដូងពីឆន្ទៈមុខមុតរបស់គេដូចគ្នាណាមិនមែនដោយលក់ក្បាលដូចឯងទេអាកូនវិចោកចុយអរគុណច្រើន